បើសិនជាបបិសោផ្ទាល់ខ្លួននេះបើបងអាចចែកម្លែកបានណាថាពេលដែលកំហឹងនឹងកើតឡើងធ្វើមិនដើម្បីគ្រប់គ្រងខ្លួនឯងហើយនៅពេលដែលបើយើងនិយាយទៅបើសិនយើងគ្រប់គ្រងកំហឹងខ្លួនឯងបានវាជាជាដោះស្រាយវាមកល្អណាបងអាចចែកម្លែកបានថាដើម្បីមិនដើម្បីគ្រប់គ្រងមកពេលហ្នឹងចាអញ្ចឹងសំខាន់បំផុតឪពុកម្ដាយអ្នកថាក៏ចេះខឹងដែរអញ្ចឹងនៅពេលដែលយើងដឹងគេហៅថាញៀនដឹងពីប្រុសម្នាក់មានញៀនដឹងហើយបើគ្រប់គ្រងខ្លួនឯងបានបើយើងគ្រប់គ្រងបានតែ1វិនាទីឬ2នាទីហ្នឹងណាគឺវាជួយយើងបានតែម្ដងអញ្ចឹងនៅពេលដែលយើងដឹងថាញៀនយើងដឹងហើយទោះបីកូនខុសក៏ដោយយើងត្រូវដឹងថាអូយើងកំពុងខឹងអញ្ចឹងយើងញៀនយើងដឹងតែខ្លួនឯងខឹងហើយគ្រប់គ្នាបានដឹងថានៅពេលដែលយើងសម្រេចចិត្តឬក៏បដៅកូនកំឡុងពេលដែលយើងខឹងវាអត់ជោគជ័យទេហើយនៅមនុស្សយើង 100% នៅពេលដែលខឹងមិនដែលនិយាយរឿងវិជ្ជមានចេញមកបានទេគឺនិយាយរឿងវិជ្ជមានចេញអត់បានអញ្ចឹងបើសិនជាយើងដឹងថាញៀនយើងដឹងថាកំពុងខឹងហើយទី1គឺព្រមចាញ់ហ្នឹងមិនមែនទៅនិយាយពាក្យថាចាញ់ហើយទេមានន័យថាព្រមចាញ់នៅក្នុងវិនាទីហ្នឹងសិនការចាញ់ហ្នឹងគឺការនៅស្ងៀមការនៅស្ងៀមការមិននិយាយប៉ុន្តែទង្វើហ្នឹងជួនកាលធ្វើឲ្យកូនភ័យកូនខ្លាចវិញណាកូនមានអារម្មណ៍ថាចាជួនកាលគាត់អាចកែប្រែដោយសារអញ្ចឹងវិញណាគាត់អាចកែប្រែគាត់អាចឈប់ដោយសារឃើញសញ្ញាណឪពុកម្ដាយអញ្ចឹងវិញឯងបើកញ្ញងកញ្ញាំងវាយដំជេរស្ដីជួនកាលអត់វិញឯងប៉ុន្តែនៅពេលដែលឪពុកម្ដាយគាត់ដឹងហើយសំខាន់គឺឆែកខ្លួនឯងថាពេលហ្នឹងកំពុងខឹងហើយនៅស្ងៀមឬក៏អង្គុយឬក៏ដើរចេញពីស្ថានភាពហ្នឹងទៅកន្លែងណាដែលត្រជាក់ឬកន្លែងណាដែលស្ងប់ស្ងាត់សញ្ជឹងខ្លួនឯងទៅថាខ្លួនឯងកំពុងខឹងតែនៅពេលដែលអារម្មណ៍យើងលេងខឹងហើយចាំយើងមកនិយាយជាមួយកូនបន្តទៀតណាត់កូននិយាយនៅក្នុងពេលណាមួយហើយចរចាគ្នាអំពីកំហុសហ្នឹងឆ្លោះបញ្ចាំងអំពីកំហុសនិយាយថាប៉ាឬក៏ម៉ាក់បានឃើញកូនហើយកូនគាត់ទទួលស្គាល់អត់ចាគាត់ទទួលស្គាល់អត់